មាត្រា27ការលុបចោលការប្រកាសចាប់ផ្ដើមអាណាព្យាបាលទូទៅបើមូលហេតុដែលបានកំណត់ក្នុងមាត្រា24ការប្រកាសការចាប់ផ្ដើមអាណាព្យាបាលទូទៅនៃក្រមនេះបានរលាយតុលាការត្រូវលុបចោលនៅការប្រកាសចាប់ផ្ដើមអាណាព្យាបាលទូទៅតាមពាក្យសុំរបស់សមីខ្លួនសហព័ន្ធញាតិដែលស្ថិតនៅក្នុង4ថ្នាក់អ្នកអាណាព្យាបាលអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលមេឃុំឬចៅសង្កាត់នៃលំនៅឋានរបស់ជននោះឬតំណាងឯកការកថាភាគទី3ជននៅក្រោមហេតុបឋមមាត្រា28ការប្រកាសការចាប់ផ្ដើមហេតុបឋម1ចំពោះជនដែលមានសមត្ថភាពតិចតួចពេកក្នុងការយល់ដឹងនិងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួនដោយសារមានវិបត្តិផ្នែកស្មារតីតុលាការអាចប្រកាសការចាប់ផ្ដើមហេតុបឋមលើជននោះបានតាមពាក្យសុំរបស់សមីខ្លួនសហព័ន្ធញាតិដែលស្ថិតនៅក្នុង4ថ្នាក់អ្នកអាណាព្យាបាលអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលមេឃុំឬចៅសង្កាត់នៃលំនៅឋានរបស់ជននោះឬតំណាងឯកការ2ក្នុងករណីដែលធ្វើការប្រកាសដែលបានកំណត់នៅក្នុងកថាខណ្ឌទី1ខាងលើនេះបើសមីខ្លួនជាជននៅក្រោមអាណាព្យាបាលទូទៅតុលាការត្រូវលុបចោលការប្រកាសការចាប់ផ្ដើមអាណាព្យាបាលទូទៅចំពោះជននោះមាត្រា29អត្តន័យនៃជននៅក្រោមហេតុបឋមនិងការជ្រើសតាំងហេតុបឋមកៈជនដែលបានទទួលការប្រកាសចាប់ផ្ដើមហេតុបឋមត្រូវហៅថាជននៅក្រោមហេតុបឋមហើយត្រូវស្ថិតនៅក្រោមការថែរក្សាដោយហេតុបឋមកៈ